កាលពីព្រេងនាយមានស្ដេចពស់វែកមួយក្បាលឈ្មោះកុងរស់នៅក្នុងរន្ធដីតូចចង្អៀតមួយក្បែរព្រៃធំក្នុងវ័យក្មេងកុងបានស៊ីចំណីសត្វល្អិតនិងកណ្ដុរតូចដើម្បីរស់នៅតែលុះយូរទៅខ្លួនរបស់កុងក៏រីកមាឌធំឡើងរហូតចាប់ផ្ដើមបរបាញ់សុទ្ធកង្កែបនិងថ្លែងកម្លាំងដែលកើនឡើងបាននាំមកនៅអំនួតមួយដល់កុងចំណីរបស់កុងកាន់តែធំទៅរហូតដល់វាចាប់ផ្ដើមស៊ីសំបីតែពស់តូចដទៃទៀតអេរិយាបថនេះបានធ្វើឲ្យសត្វតូចទាំងអស់នៅក្នុងព្រៃចាប់ផ្ដើមភ័យខ្លាចដល់អាយុជីវិតកុងគិតនៅក្នុងចិត្តថាឥឡូវនេះយើងជាសត្វដែលខ្លាំងជាងគេនៅក្នុងព្រៃនេះហើយសត្វទាំងអស់ខ្លោបខ្លាចអំណាចយើងចុះហេតុអីត្រូវរស់នៅក្នុងរន្ធតូចតាចបែបនេះកុងចាប់ផ្ដើមដើរស្វែងរកជម្រកថ្មីមួយដែលស័ក្តិសមនឹងឋានៈរបស់ខ្លួនជាស្ដេចនៃព្រៃតើអំណាចធំតែងតែមានន័យថាត្រូវតែនៅកន្លែងធំដែរឬទីបំផុតកុងបានប្រទះឃើញដើមឈើធំមួយដើមយ៉ាងស័ក្តិសមវាបានជ្រើសរើសយកគល់ឈើនោះសម្រាប់ធ្វើជាដំណាក់ដ៏ប្រណិតរបស់ខ្លួនតែនៅក្បែរគល់ឈើដ៏ធំនោះក៏មានរន្ធស្រមោចដ៏តូចមួយដែរគង់គិតថាហេតុអីគួរមានរន្ធអាក្រក់បែបនេះនៅក្បែរជម្រករបស់ស្ដេចគង់បញ្ចេញសូរសំឡេងស៊ីយ៉ាងខ្លាំងឡើងថាយើងជាស្ដេចពស់វែកយើងបញ្ជាឲ្យពួកឯងផ្លាស់កន្លែងចាកចេញជាបន្ទាន់កន្លែងនេះជារបស់យើងប៉ុន្តែគ្មានចម្លើយតបសូម្បីតែមួយម៉ាត់តើស្ដេចពស់វែកដែលមានអំនួតកំពុងត្រូវបានមើលរំលងដោយសត្វតូចជាងគេឬភាពស្ងាត់ស្ងៀមធ្វើឲ្យគង់ខឹងយ៉ាងខ្លាំងដោយក្តីមូម៉ៅគង់ក៏លួនទៅបុកដំបូកស្រមោចនោះយ៉ាងខ្លាំងវាគិតថានឹងបំផ្លាញផ្ទះរបស់សត្វតូចនេះដើម្បីបង្ហាញពីអំណាចពិតរបស់ខ្លួនគួរឲ្យភ្ញាក់ផ្អើលមែនតែនមិនដល់1នាទីផងស្រមោចរាប់ពាន់រាប់ម៉ឺនក្បាលក៏វាចេញមកពីដំបូកហើយវាឡើងលើខ្លួនរបស់ស្ដេចពស់វែកស្រមោចតូចទាំងនោះចាប់ផ្ដើមខំគង់គ្រប់ទីកន្លែងស្ដេចពស់វែកដ៏ធំមិនអាចស៊ូទ្រាំនឹងការឈឺចាប់ដ៏ច្រើនដែលចេញពីកម្លាំងតូចតាចទាំងនេះបានឡើយដោយអស់លទ្ធភាពស្ដេចពស់វែកដ៏មានអំនួតក៏វាចាកចេញទៅដោយការឈឺចាប់និងអាម៉ាស់វាបានរត់គេចពីសមរភូមិដោយបន្សល់ទុកនៅមេរៀនដ៏មានតម្លៃមួយគង់បានរៀនថាកម្លាំងនិងទំហំមិនមែនជាអ្វីដែលកំណត់ជ័យជំនះនោះទេការមើលងាយអ្នកតូចតាចអាចនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរសាមគ្គីភាពនិងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សត្វស្រមោចបានបង្ហាញថាឥទ្ធិពលពិតគឺកើតចេញពីការរួបរួមមិនមែនអំណាចផ្ដាច់មុខទេ